លោកយាយគាត់ចេះធ្វើតាំងពីក្មេងបើតាមខ្ញុំសម្ភារគាត់ណាហើយនិយាយទៅបងប្អូនកូនចៅគាត់ចេះញ៉ាំតប៉ែនឹងចូលចិត្តទាំងអស់បើប្រអប់តប៉ែរបស់គាត់ភ្លាមគឺក្លិនតប៉ែបុកចូលជាមួយចង់សវឹងអ្នកខ្លះក៏អត់ចូលចិត្តតប៉ែអញ្ចឹងសវឹងម៉េះហ្នឹងតាមពិតគ្មានតាសវឹងស្អីទេបងប្អូនអើយកុំជឿគេនោះរសជាតិតប៉ែតណើបសរបស់គាត់ហ្នឹងគឺញ៉ាំទៅលក្ខណៈតុនជាងតណើបខ្មៅយើងញ៉ាំទៅជាជ្រាយណាប៉ុន្តែឆ្ងាញ់ដូចគ្នាចំណែកឯតប៉ែតណើបខ្មៅរបស់គាត់គឺញ៉ាំទៅរៀងផុសច្រប់ខ្ញុំឆ្ងាញ់ណាស់ខ្ញុំចូលចិត្តអាហ្នឹងបើតណើបសមិញខ្ញុំអត់សូវចូលចិត្តអត់សូវចេះញ៉ាំខ្ញុំធ្លាប់តែញ៉ាំតណើបខ្មៅហើយឆ្ងាញ់មែនបងប្អូននិយាយទៅគឺដាក់មួយម៉ាត់ជាមួយអាស្អីគេអាសាច់ដូងហ្នឹងញ៉ាំមកវាថាតំណងវាឆ្ងាញ់ព្រោះអីខានញ៉ាំយូរហើយព្រោះអត់ហ៊ានទិញកន្លែងគេញ៉ាំទេខ្លាចគេធ្វើអត់ស្អាតញ៉ាំទៅមានបញ្ហាសុខភាពចឹងណាប៉ុន្តែលោកយាយគាត់ប្រាប់ថាមិនមែនតែអូនឯងអ្នកទិញទេគឺមានអ្នកធំទិញកន្លែងលោកយាយច្រើនណាស់គាត់ស្គាល់លោកយាយហើយចូលចិត្តញ៉ាំតែតប៉ែលោកយាយទេគាត់និយាយថាកាលពីមុនប៉ុន្តែឥឡូវគាត់ដូរទីតាំងថ្មីរៀងស្ងាត់មួយបាទមួយមិនសូវជាស្គាល់កន្លែងថ្មីរបស់គាត់ប៉ុន្មានទេ